បាទអ៊ីស្រាអែលបាទក្រោមការដឹកនាំរបស់បាទលោកបាញ់យេហ៊ូហើយបើដឹកនាំយូរទៅប្រហែលជាបងប្អូនយល់ថាការដឹកនាំរបស់គាត់យ៉ាងម៉េចដែរបងប្អូនជួយប្រាប់ជួយផ្ដល់ជាយោបល់មកការដឹកនាំរបស់ប្រទេសអ៊ីស្រាអែលហ្នឹងយ៉ាងម៉េចដែរបាទតើល្អឬក៏យ៉ាងម៉េចប៉ុន្តែយើងក៏លេចមើលនៅលើពិភពលោកឃើញថាប្រទេសជាច្រើនគឺមានការផ្ដាច់ទំនាក់ទំនងបាទជាមួយនឹងអ៊ីស្រាអែលច្រើនណាស់ហើយថ្មីនេះគឺនៅប្រទេសប្រមុខដឹកនាំប្រទេសអេស្ប៉ាញគឺបានប្រម៉ែប្រមូលគ្នានៅអឺរ៉ុបគឺនឹងធ្វើការផ្ដាច់ទំនាក់ទំនងបាទការទូតទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសអ៊ីស្រាអែលបាទណាបាទអញ្ចឹងដោយសារអីដោយសារគេឃើញទង្វើការវាយកំទេចយ៉ាងសាហាវទៅលើបាទក្រុមហេសបូឡាដូចជាក្រុមសកម្មយុទ្ធទៅលើប្រទេសកាហ្សាដែលធ្វើឲ្យបណ្ដាលឲ្យប្រជាជនគ្មានផ្ទះសម្បែងកាហ្សាបងប្អូនខ្ទេចខ្ទីគ្មានសល់ទេបាទសល់តែគំនរបាច់បាក់នៃផ្ទះសម្បែងតែបងប្អូនតើមើលវាយបាទ YouTube ឬក៏check Google check នេះទៅ Google ឃើញអត់មានសល់ទេបាទមានសុំបីអាផ្ទះមួយឈរទៅមើលមួយទៅក៏អត់មានសល់បាយឡើងតិចហើយប្រជាជនអត់មានអីហូបទេបងប្អូនសូម្បីតែអង្គការមនុស្សធម៌គេចូលទៅធ្វើ charity ធ្វើទៅសប្បុរសធម៌អីក៏គាត់មិនឲ្យចូលទៀតអញ្ចឹងចេះបាទកន្លងមកគឺឆ្លោះគ្នាមួយទួគីទួអីទៅសម្លាប់នាវាបាញ់នាវាគេផលិតណាគេចូលទៅជួយសោះហ្នឹងទៅជួយប្រជាពលរដ្ឋនៅកាហ្សាដាច់បាយដាច់ទឹកបងប្អូនហ្នឹងហើយបន្ទាប់មកឃើញវាយនៅលីបង់បងប្អូនគេស្លាប់មនុស្សរាប់រយនាក់របួសរាប់ពាន់នាក់ណាលីបង់កំតិចប្រទេសគេហើយឥឡូវវាយហើយក៏គេយកដីគេទៀតយកកាន់កាប់ទៀតអាងថាគាត់យកវាយបាត់ប្រទេសវាយពួកហេសបូឡាអញ្ចឹងហើយបើវាយនៅអ៊ីរ៉ង់យើងមិនបាច់មើលវាយឡើងសោះសហការជាមួយសហរដ្ឋអាមេរិកបាទសហរដ្ឋអាមេរិកថ្ងៃនេះដែរបងប្អូនគឺមិនដឹងយ៉ាងម៉េចទេគាត់បាននិយាយឲ្យថាបើការចរចាបាទអ៊ីរ៉ង់ចរចាគឺបើមិនចរចាទេគឺគាត់វាយមកទំហឹងដែរថ្ងៃនេះគឺបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ពានខ្ទល់សាលារៀនឲ្យតិចទីអស់ហើយនឹងជាពិសេសគឺធម្មពលគិសនីឲ្យរលត់សូន្យឈឹងតែម្ដងគឺវាយនេះវាយមកប្រវត្តិសាស្ត្រមិនឲ្យមានបាទអញ្ចឹងគាត់មិននឹងជាសម្ដីគាត់និយាយដើម្បីគម្រាមទៅដល់អ៊ីរ៉ង់គឺការពិតយើងមានរងចាំមើលព្រោះឥឡូវយើងដឹងថាពេលវេលានឹងវាត្រូវគ្នាខ្ញុំអត់ហ៊ាននិយាយថ្ងៃទេឥឡូវវានិយាយទៅវាខុសបាទព្រោះម្ដងថ្ងៃ21ម្ដងឡើងដល់ថ្ងៃ22ម្ដងថានិយាយម៉ោងនៅអាមេរិកនៅម៉ោងនៅណានេះមកយើងពិបាកយើងរងចាំមើលប៉ុន្តែខ្ញុំបែបប៉ុនកុំឲ្យមានការវាយប្រហារគ្នាហើយចំណែកឥឡូវសមុទ្រហូម៉ុកវិញបងប្អូនបន្ទាប់ពីបិទ2ជាន់គឺអ៊ីរ៉ង់ផងបាទអាមេរិកផងបិទពាត់បាទហើយអ៊ីរ៉ង់គឺគាត់អត់ចង់ចូលចរចាទេដោយសារគាត់ខឹងអាមេរិកហ្នឹងគឺនិយាយខុសពាក្យសច្ចៈក្នុងការបត់ឈប់បាញ់ហើយបែរជាបិទសមុទ្រហូម៉ុកទាំងអស់ហើយបាញ់បំផ្លាញនាវារបស់គាត់ឥឡូវគាត់ធ្វើការសងសឹកបាញ់បំផ្លាញនាវាសហរដ្ឋអាមេរិកវិញបាទទៅមកឥឡូវនេះគាត់មិនចូលចរចាគឺយ៉ាងម៉េចទេបងប្អូនដែលយើងរងចាំមើលតទៅទៀតហើយក្រុមខាងអង្គការសមុទ្រហ្នឹងគឺបានជំលះបាត់នាវាទាំងអស់បាត់ចេញពីឈូងសមុទ្រហូម៉ុកទាំងអស់គ្នាហើយដើម្បីការពារនៅមានការគ្រោះថ្នាក់ដោយសារការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បាទនិងអ៊ីរ៉ង់អញ្ចឹងយើងមានតែរងចាំមើលតទៅទៀតបងប្អូនហើយខ្ញុំឃើញថាការធ្វើសង្គ្រាមវាអត់មានបានប្រយោជន៍អីទេគឺវាបានតាវិនិច្ឆ័យវាបានមានការបាត់បង់បាទដោយប្រទេសថៃដែលឥឡូវគឺគាត់ចង់តែធ្វើសង្គ្រាមដែរប្រទេសថៃណាបាទព្រោះគាត់អស់សេដ្ឋកិច្ចរបស់គាត់ក៏ធ្លាក់ចុះខ្លាំងដែរបងប្អូនតាម IMF គឺជាប់ចំណាត់ថ្នាក់ចុងក្រោយគេបង្អស់បាទហើយឮថាខ្មែរយើងជាប់លើគេបាទខាងការរីកចម្រើនសេដ្ឋកិច្ចណាប៉ុន្តែយើងឃើញថាមិនដឹងយ៉ាងម៉េចបាទប៉ុន្តែនេះគឺជាបាទទូរលេខមកពី IMF គឺបងប្អូនដឹងហើយអន្តរជាតិរូបិយប័ណ្ណអន្តរជាតិគឺគេនិយាយគឺកម្រិតនឹងត្រូវវាប្រសឹង 100% ហើយបាទអញ្ចឹងដោយសារសេដ្ឋកិច្ចរបស់គាត់ធ្លាក់ចុះផងអីផងគាត់មានអីមានការធ្វើសង្គ្រាមមួយកម្ពុជាយើងអញ្ចឹងសូម្បីតែមេតបគាត់បាទណាមេតបគាត់សោះបាទសូម្បីតែថ្នាក់ដឹកនាំគាត់សុទ្ធតែហឹង្សាទាំងអស់សុទ្ធអ្នកហឹង្សាយកមកកាន់ប្រជាជាតិលាយបងប្អូនព្រោះប្រទេសគាត់ពុទ្ធសាសនាយកអ្នកបាទតោសៈលោកភៈតោសៈយកមកកាន់អញ្ចឹងមិនអាលីប្រទេសណាខ្ញុំថានឹងអាលីឆាប់អត់តែកាន់អញ្ចឹងព្រោះឯងគ្រាន់តែរឿងទង់ជាតិមួយបាទចង់បកជាចំនួនបាទរឿងទង់ជាតិមួយសោះបើគាត់ជាអ្នកដែលប្រទេសសច្ចធម៌
ទេសចធម៌បងប្អូនបាទគាត់នឹងនិយាយអំពីបញ្ហាដែលរកខុសរកត្រូវអញ្ចឹងណាតែនេះអត់ទេបងប្អូនអត់ទេគាត់អត់រកខុសរកត្រូវទេគាត់រកចំនួនបង្កចំនួនបាទហ្នឹងហើយគម្រាមខ្មែរយើងគ្រប់បែបយ៉ាងបាទបាទខ្ញុំមិនដឹងដែរទៅប៉ះជាមួយប្រទេសគេណោះអត់ហ៊ានមួយគេមិនហ៊ានមួយគេបាទគេដាក់ផឹងមិនហ៊ានមួយគេបាទណាបាទអញ្ចឹងយើងឃើញថាយើងរងចាំមើលតទៅទៀតបាទណាបាទព្រោះអីថាស្ថានភាពអ្វីវាអាចប្រែប្រួលបានជានិច្ចបងប្អូនបាទអរគុណច្រើនបងប្អូនក្នុងការសម្ដាប់ហើយសូមបងប្អូនទាំងអស់គ្នារួបរួមគ្នានៅក្នុងការបាទចូលក្នុងគម្រោងបាទ 3E បាទទាំងអស់គ្នាបាទគម្រោង 3E នេះគឺជាគម្រោងមួយបងប្អូនទាំងអស់គ្នាដែលចង់បានសេចក្តីសុខពិតណាបងប្អូនណាបងប្អូនធម្មតាទាំងអស់គ្នាប្រកាសជាប្រើប្រាស់បាទណានៅសម្ភារៈផ្សេងនៅបាទការរស់នៅរបស់យើងមែនទេបងប្អូនដូចជាអង្គសាច់អីទិញទិញសាយហូបប្រចាំថ្ងៃដូចជាគ្រឿងអីកាហ្វេឬក៏ស្អីផ្សេងប្រចាំថ្ងៃតែបងប្អូនសួរថាពេលដែលបងប្អូនមានលុយទៅទិញបានអីបានរបស់នឹងមកតែគេមានឲ្យទៀតអត់ទេបាទអញ្ចឹងនៅក្នុង 3E នេះគឺមានទាំងអស់បងប្អូនចង់ទិញសាច់មាន់ចង់ទិញសាច់ទាចង់ទិញសាច់គោសាច់អីឬក៏ចង់ទិញចង់ទិញស្ករក្រហមស្ករត្នោតស្ករអីមានទាំងអស់ណាបងប្អូនណាហើយមានទាំងសម្ភារៈប្រើប្រាស់ផ្សេងទាំងអស់គ្នាបងប្អូនមិនបាច់ប្រើលុយក៏បានដែរដើម្បីចូលរួមជាមួយនឹង 3E បងប្អូនគ្រាន់តែមាន page ឬក៏មានFacebook បាទណាគ្រាន់តែបង្ហោះលក់ទៅខ្ញុំអ្នកបញ្ចេញឲ្យបងប្អូនណាបងប្អូនអាចយកផលិតផលផ្សេងយកទៅលក់យកចំណេញហើយតម្លៃរបស់ខ្ញុំគឺតម្លៃទីផ្សារអត់ខុសទីផ្សារទេទីផ្សារតម្លៃទីផ្សារឬក្រោមទីផ្សារទៀតបាទណាបងប្អូនណាតម្លៃទីផ្សារក្រោមទីផ្សារតែអ្វីដែលយើងបានមកវិញគឺមហាសាលជួយគ្នាឧបមាខ្ញុំនិយាយបងប្អូនឧបមាណាបងប្អូនចង់ទិញម៉ូតូបងរំលោះមួយបងប្អូនទៅទិញនឹងហាងបងប្អូនបងរំលោះមួយគេចប់ហើយណាអត់បានអីវិញមែនទេតែបងប្អូនទិញនៅក្នុង 3E បងរំលោះនៅកន្លែង 3E ម៉ូតូឡានឬក៏ទូរស័ព្ទអីហ្នឹងណាបងប្អូនណាស្ដាប់ខ្ញុំឲ្យចាស់កន្លែងណាកន្លែងសំខាន់ណាបន្ទាប់ពីបងប្អូនជាសមាជិកពេញសិទ្ធណាបងប្អូនទិញមកអីចឹងមកបាទបងប្អូនមានបញ្ហាធម្មតាបងប្អូនទៅខ្ចីលុយគេសិតអស់ការអីពិបាកឥឡូវសម័យឥឡូវគេខ្ចីលុយគ្នាឆ្លោះគ្នាណាតែបងប្អូនអាចខ្ចីលុយ 3E បានអត់មានចំនួនទេបាទពី$500រហូតដល់$3000បាទមានការប្រាក់មានអីទេណាគេជួយគ្នានៅប៉ុន្តែចែកបានលុះតើតែបងប្អូនមានបញ្ហាលំបាកដូចជាបាទណែប្រសូតបុតណែកើតកូនសម្រាប់តែស្ត្រីទេបាទមរណភាពយើងស្លាប់យើងសិតតែរឿងដែលពិបាកណាឈឺស្កាត់ធ្ងន់សិតតែរឿងបាក់ស្រាលឲ្យខ្ចីទេបាទធ្ងន់បាទណាហើយរៀបអាពាហ៍ពិពាហ៍អត់មានលុយបាទជួនកាលយើងចង់រៀបអាពាហ៍ពិពាហ៍អត់មានលុយខ្វះលុយ$500 $1000 $2000អីខ្ញុំនឹងទៅខ្ចីណាគេខ្ចីគេអស់ការប្រាក់អញ្ចឹងបងប្អូនបាទអញ្ចឹងយើងអាចមកសួរ 3E បាន 3E អាចជួយបានគ្រាន់តែបងប្អូនចូលរួមជាមួយនឹង 3E ណាមានខ្វះអង្គទិញអង្គ1គីឡូ2គីឡូ3គីឡូ10គីឡូបងប្អូនទៅទិញគេអត់មិនបានអីទេបងប្អូនយកសុកយកលុយទៅទិញទូរស័ព្ទនៅកន្លែងគេអត់បានអីទេត្រូវទេតែបងប្អូនទិញនៅ 3E គឺបានបាទអញ្ចឹងចាណាអង្គគ្នាបាទលេខបាទទូរស័ព្ទទំនាក់ទំនងគឺបងប្អូនអាចតាក់ទងតាម Telegram របស់ខ្ញុំបាទ097 622 5717បងប្អូនណានៅក្នុង page បាទ 3E Official នេះបងប្អូនអាចមើលថាតើអាចលក់អីបានណាបងប្អូនមើលក្នុងទៅហើយមានច្រើនបងប្អូនអាចទូរស័ព្ទទេមកសួរខ្ញុំបានណាបាទនៅក្នុង page បងប្អូនមើលក្នុង page ហ្នឹងទៅ 3E Official ហ្នឹងបាទណាបងប្អូននឹងបានឃើញហើយណាបងប្អូនណាបាទអញ្ចឹងគឺរួបរวมគ្នាជួយគ្នាបងប្អូនទៅទិញកមួយគេអត់បានអីទេបានអង្គមកវិញទេយកលុយទៅទិញសាច់ឡើយគេបានតែសាច់មកវិញទេបងមលួសឬក៏ទិញទូរស័ព្ទឡើយគេគឺបានតែទូរស័ព្ទមកវិញទេតែអត់មានអាអ្នកណាជួយយើងបន្តទេអរគុណសូមបងប្អូនទាំងអស់គ្នាសុខភាពល្អរស់ស៊ីមានបានជាពិសេសគឺទៅណាមកណាសុវត្ថិភាពតាមផ្លូវទាំងអស់គ្នា